Wow, bom bồn từng óc kia nhom nè xiêm riệp mình đại bán khơi tray bột bài cho bán chân tê ngày ní bán khơi tray ní cái sạn mới lại hay cái thắc cái nhám cái lụa mà cái lỗ pi mơn pram bom bồn đại nhám ở ruột chiết âm mạch vinh hay bậc khang này nhom thà ôi nghiêu ấy cái thông mới lại này lụa thà ôn cho lắm mấy anh mình nghiêu tè anh ngang nghi bom bồn nhom tầm lư lực tì mỗi hai tờ dân mấy nè smart á mình sơ score cái smart cho ba tè bom bồn mới nhom thằng nghiêu cái thằng ngang cứ viên miên rụp riêng thống hay viên miên rồm trẻ bằng nghiêu miên rồm chân tê hà năng cái thay dục tới ăn cho lụa ở tật tray cọc con ấy năng ngành nèចាសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករកកន្លែងផ្សារបោះដុំគ្រឿងសមុទ្រហ្មងណានៅកំពង់សោមគេថាផ្សារនេះលក់ធូរថ្លៃទោះបីជាយើងទិញ1គីឡូ2គីឡូអីក៏រៀងធូរថ្លៃជាងទិញនៅក្រុងដែរគឺនៅទំនប់រលកបងប្អូនដែលមកដល់អត់ហើយនេះគឺខ្យងថ្នោតធំហើយឡើងល្អខ្ញុំនិយាយមែនគ្រឿងសមុទ្រខ្លះខ្ញុំអត់ហ៊ានញ៉ាំទេដោយសារយើងទលាប់ពីដើមមកអត់ដែរញ៉ាំមិនដឹងអញ្ចឹងជាខ្លាចវាមិនដឹងហើយនេះគឺជាទស្សនវិជ្ជាផ្សារទំនប់រលកហើយដែលមានមនុស្សម្នាមកទិញគ្រឿងសមុទ្រច្រើនមែនតើខ្ញុំមករៀងថ្ងៃអញ្ចឹងទៅរៀងស្រកមនុស្សហើយគេថាបើពីព្រឹកគឺថាមនុស្សច្រើនជាងនឹងទៀតហើយបើអ្នកលក់គឺអង្គុយដាក់លក់ភាគច្រើនជាប្រភេទគ្រឿងសមុទ្រហើយសបោគ្រឿងសមុទ្រស្រស់បើទៅបានពីព្រលឹមផងគឺថាបានសមុទ្រគ្រឿងសមុទ្រស្រស់មែនទែនសម្រាប់អបគាប៉ារ៉ាក្រហមលេខ1នេះ1គីឡូ65000កន្លែងគាត់ណាហើយក៏គាត់និយាយថាតម្លៃគ្រឿងសមុទ្រវាអត់ទៀងទេថ្ងៃខ្លះក៏តម្លៃថ្លៃថ្ងៃខ្លះក៏តម្លៃទាបថ្ងៃនេះខ្ញុំទិញបគាប៉ារ៉ាហើយទិញមឹកចាំមឹកនេះគឺតម្លៃ40000ជាងក្នុង1គីឡូគាត់ធ្វើឲ្យមកស្អាតតែសំខាន់កន្លែងគាត់ស្រស់មែនហើយអានេះគឺថាងាវមានអាងាវធំក៏មានអាងាវតូចក៏មានហើយមានប្រភេទទៀតនោះគឺថាងាងខុសពីងាវអូយតែមិនដឹងជាលើកទី1កន្លែងគេមានលក់ត្រីឆ្លាមគេមានលក់ខ្យងប្លែកអីច្រើនតែសំខាន់យើងអត់ធ្លាប់ញ៉ាំចុះឡើងញ៉ាំតែបកាបកងមឹកហើយនឹងងាវដដែលជ័យទៅធ្លាប់ទិញអីញ៉ាំទិញតែអានឹងដដែលបងប្អូនដែលដូចខ្ញុំអត់អាណាចេញមកប្លែកអត់ហ៊ានញ៉ាំទេមានត្រីឆ្លាមធ្លាប់តែមើលរឿងឃើញត្រីឆ្លាមធំតែត្រីឆ្លាមអាទូចក៏មានហើយ oyster 1គីឡូ12000ខ្ញុំទិញយកទៅកោះទុកញ៉ាំនៅផ្ទះខ្លួនឯងខ្ជិលឲ្យគេកោះឲ្យខ្លាចទ្រាំទៅដល់ផ្ទះយប់ខូចអីចឹងណាហើយដើរផ្សារទំនប់អលោកបានជួបអ្នកស្គាល់គ្នាទៀតចៃដន្យមែនផ្សារនេះគេល្បីណាភាគច្រើនឥឡូវគេទៅទិញគ្រឿងសមុទ្រគេទៅទិញនឹងឯងតម្លៃធូរបន្ទាប់ពីទិញអស់ហើយខាងស្រីស្អាតគឺគាត់ជួយខ្ចប់ដាក់ក្នុងធុងស្នោអីចឹងទៅដាក់ទឹកកកច្រើនវ៉ាវបើត្រីនេះវិញនឹងធំ1គីឡូតែ9000នេះទេខ្ញុំខ្លាចចិត្តនឹងងាងនេះតែវាធំពេកឲ្យហ៊ានទិញញ៉ាំទេហើយអ្នកលក់ចិត្តល្អគាត់ថាបងបើមិនឯងមិនហ៊ានទិញញ៉ាំខ្ញុំថែមឲ្យ1គីឡូដោយសារគាត់ fan ខ្ញុំដែរអូយអរគុណច្រើនមែនតើទៅដល់កំពង់សោមហើយនៅជួប fan អ្នកលក់ទៀតអ្នកលក់បញ្ចុះតម្លៃឲ្យថែមឲ្យទៀតអរគុណច្រើនមែនតើចុះបងប្អូនបើសិនជាបានមកកំពង់សោមហួសមកទំនប់រលកទិញគ្រឿងសមុទ្រស្រស់នៅនេះទុកផ្ញើអ្នកផ្ទះហើយតម្លៃក៏សមរម្យហើយមានគ្រប់តបទាំងអស់បើតបដែលខ្ញុំចូលទិញនេះគឺខាងបងស្រីគាត់ស្រួលនិយាយគ្នាមែនតើហើយនេះលេខទូរស័ព្ទនៅកន្លែងគាត់លក់ផ្ទាល់បងប្អូនចង់កំងចង់អីអាចតាក់ទងតាមរយៈលេខលើនឹងបានអរគុណច្រើនជម្រាបលា